នេះជាវីដេអូមួយទៀតដែលបង្ហាញពីរបៀបអាប់ឡូតរូបភាពសិស្សរូបភាពកាតសិស្សហ្នឹងនៅពេលដែលសិស្សគាត់ស្ថិតនៅក្នុងតារាងកិត្តិយសឬក៏ជាបណ្ណសារគឺទាមទារឲ្យយើងដាក់ភ្ជាប់រូបថតនៅក្នុងប្រព័ន្ធដែរដើម្បីឲ្យ print ទៅវាចេញបង្ហាញរូបភាពសិស្សហ្នឹងនៅក្នុងតារាងកិត្តិយសឬក៏បណ្ណសាររបស់គាត់អញ្ចឹងដំបូងយើងចុចចូលកន្លែងបន្ទប់ថ្នាក់នេះបាទនៅលើទូរស័ព្ទក៏ដូចគ្នាដែរយើងចុចលើត្រេ3នេះសិនមកតមកទៀតយើងចុចលើកន្លែងបន្ទប់ថ្នាក់បាទតពីបន្ទប់ថ្នាក់ហើយយើងចុចជ្រើសរើសយកបញ្ជីឈ្មោះសិស្សអញ្ចឹងយើងចុចបញ្ជីឈ្មោះសិស្សនេះមកអញ្ចឹងអានេះជា list ឈ្មោះសិស្សរបស់យើងនៅក្នុងថ្នាក់របស់យើងហើយរូបភាពបើសិនជាសិស្សតែគាត់បានដាក់រូបភាពហើយវានឹងលោតរូបភាពគាត់តែម្ដងនៅលើនៅជាមួយនឹងឈ្មោះគាត់នេះមានទម្រង់បែបនេះហើយសិស្សដែលក៏អត់ទាន់មានរូបថតគឺវាចេញរូបជា emoji បែបនេះអញ្ចឹងបើថាខ្ញុំចង់បន្ថែមរូបភាពសិស្សឈ្មោះខាងលើនេះដែលក៏អត់ទាន់មានរូបថតអញ្ចឹងយើងចុចទៅខាងស្ដាំទៅយើងកន្លែងសកម្មភាពនេះយើងចុចកន្លែងនេះប៊ូតុងរូបភ្នែកនេះយើងចុចមកអញ្ចឹងកន្លែងនេះគឺជាកន្លែងព័ត៌មានរបស់សិស្សហើយយើងអាចកែប្រែបានអញ្ចឹងយើងអាចមើលព័ត៌មានលម្អិតយើងអាចមើលប្រវត្តិថ្នាក់រៀនប្រកបប្រវត្តិបន្ទុកគាត់បានប្រមាណបន្ទុកអីខ្លះហើយយើងទៅកន្លែងនេះគឺកន្លែងដែលយើងអាចកែប្រែព័ត៌មានប្រកបបានចូលកន្លែងកែប្រែព័ត៌មានបន្តមកទៀតយើងចុចជ្រើសរើសយកនេះកន្លែងរូបភាពនេះ file នេះហើយសម្រាប់ព័ត៌មាននេះបើករណីថាខុសកន្លែងណាយើងអាចដូរបានព័ត៌មានទូទៅរបស់គាត់ណាឧទាហរណ៍សិននេះគាត់ខុសកន្លែងនេះប្រកបលេខទំនាក់ទំនងហើយនឹងកន្លែងរស់នៅប្រកបអញ្ចឹងយើងដូរវាមកហើយយើងអាចចុចជ្រើសរើសកន្លែងនេះដើម្បីរករូបភាពទូរស័ព្ទក៏ដូចគ្នាដែរពេលយើងចុចទៅវានឹងលោតទៅកន្លែងរូបភាពរបស់យើងអានេះដោយសារខ្ញុំប្រើក្នុងកុំព្យូទ័រអញ្ចឹងខ្ញុំទៅរករូបភាពរបស់សិស្សឈ្មោះមិញហ្នឹងបាទនេះរូបរបស់គាត់អញ្ចឹងយើងចុចលើអាហ្នឹងហើយយើងចុច open មកបាទនេះអញ្ចឹងយើងមានឈ្មោះ file ហ្នឹងហើយឈ្មោះរូបភាពហ្នឹងហើយបន្តមកទៀតយើងគ្រាន់តែចុចពាក្យថាបាទយើងចុចពាក្យថាផ្លាស់ប្ដូរនេះផ្លាស់ប្ដូរកន្លែងនេះមកចុចនេះមកអញ្ចឹងយើងចុច OK មួយទៀតមកពេលចេញប៊ូតុងនេះយើងចុច OK មកនេះអញ្ចឹងរូបភាពនេះយើងបានដាក់ចូលក្នុងប្រព័ន្ធហើយអញ្ចឹងពេលដែលយើងត្រូវការ print ឯកសារដូចជាបណ្ណសារឬក៏តារាងកិត្តិយសអីគឺវាលោតបើសិនជាឈ្មោះបើសិនជាសិស្សនឹងជាប់នៅក្នុងតារាងកិត្តិយសវានឹងលោតរូបភាពគាត់តែម្ដង